Ok តើបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះបង្កើត account Facebook បងប្អូនអាចទស្សនានៅវីដេអូរបស់ខ្ញុំបានអញ្ចឹងវីដេអូមួយនេះគឺសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាហើយបងប្អូនខ្លះខ្ញុំជឿថាបងប្អូនជាច្រើនគឺគាត់ចេះក្នុងការបង្កើត account Facebook ហើយបងប្អូនខ្លះទៀតគឺគាត់អត់ទាន់ចេះបង្កើត account ទេបងប្អូនហើយបងប្អូនខ្លះគឺគាត់បង្កើតហើយគឺគាត់អត់ដឹងថារៀបចំបែបម៉េចយើងដាក់ profile យើងដាក់ cover បែបម៉េចរៀបចំទិន្នន័យបែបម៉េច bio ហ្នឹងយើងរៀបចំបែបម៉េចបើសិនជាយើងរៀបចំអាហ្នឹងខុសនៅពេលណាដែលយើងលេង account Facebook យូរទៅបងប្អូនយើងស្គាល់ច្រើនគឺ account យើងជាប់ disable ឬក៏មានបញ្ហាគឺយើងអាចយកមកវិញបានទេដោយសារអីគឺយើងអត់បានបំពេញនៅគោលការណ៍របស់ Facebook មួយចំនួនឲ្យត្រូវជាមួយនឹងគោលការណ៍អញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនអាចចូលទៅទស្សនាបានហើយបងប្អូនកុំភ្លេចជួយចុច like follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតដែលខ្ញុំចែកម្លែកនៅបទពិសោធន៍របស់ខ្ញុំជាប់ផ្ទាល់បងប្អូនហើយឥឡូវនេះខ្ញុំបង្កើត account មួយបានជោគជ័យហើយខ្ញុំធ្វើវីដេអូឲ្យបងប្អូនបានទស្សនាតែម្ដងទៅរបៀបនៃការបង្កើត account Facebook ជាមួយនឹងលេខទូរស័ព្ទបងប្អូនហើយជាដំបូងបងប្អូនមានទូរស័ព្ទតែមួយនោះគឺបងប្អូនអាចបង្កើតបានហើយគឺពេលណាបងប្អូនមានទូរស័ព្ទនឹងហើយបងប្អូន download នៅកម្មវិធី Facebook នេះបងប្អូន download នៅកម្មវិធី Facebook ហ្នឹងណាហើយបងប្អូន download ហើយបងប្អូនចូលទៅក្នុងកម្មវិធីរបស់ Facebook អញ្ចឹងបងប្អូនចុចចូលតែម្ដងណាបងប្អូនអូខេខ្ញុំចុចចូលមកដល់ចំណុចនេះបងប្អូនមើលខាងក្រោមយកពាក្យថា create now account នេះបងប្អូនចុចតាមខ្ញុំមកបងប្អូនអូខេហើយនេះខ្ញុំយក create now account បងប្អូនចុចតាមខ្ញុំមកនឹងបងប្អូនចេះធ្វើហើយមកដល់ចំណុចនេះបងប្អូនបំពេញឈ្មោះកន្លែងឈ្មោះហ្នឹងសំខាន់ណាបងប្អូនដាក់ឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណពូងាយស្រួលក្នុងការយកមកវិញនៅពេលណា account យើងបាត់បង់ឬក៏ account យើងជាប់ពមៀនរបស់ Facebook អីគឺយើងងាយស្រួលស្នើសុំមកដល់ចំណុចនេះយើងមើលឈ្មោះយើងថាត្រឹមត្រូវហើយបងប្អូនចុច next ឥឡូវឈ្មោះខ្ញុំបានពិនិត្យហើយត្រូវហើយខ្ញុំចុច next មកដល់ចំណុចនេះបងប្អូនវ័យខែឆ្នាំកំណើតអញ្ចឹងខ្ញុំដាក់ខែឆ្នាំកំណើតចូលបងប្អូនដាក់ផងហើយកត់ទុកណាបងប្អូននៅពេលណា account Facebook បងប្អូនមានបញ្ហាដូចជាវាឲ្យយើង verify ជាមួយនឹងថ្ងៃខែឆ្នាំកំណើតយើងគ្រាន់តែវ័យចូល account យើងចូលបានប្រើវិញហើយអញ្ចឹងខ្ញុំដាក់ខែឆ្នាំកំណើតចូលហើយខ្ញុំចុច next មកដល់ចំណុចនេះបងប្អូនយកជ្រើសរើស page អញ្ចឹងខ្ញុំដាក់ page ប្រុសហើយខ្ញុំចុច next តមកដល់ចំណុចនេះបងប្អូនដាក់ email ក៏បានដាក់លេខទូរស័ព្ទក៏បានសម្រាប់ខ្ញុំដាក់លេខទូរស័ព្ទពូលេខទូរស័ព្ទថ្មីដែរបងប្អូនទៅបន្តិចអញ្ចឹងខ្ញុំយកមកបង្កើត account Facebook តែម្ដងទៅលេខទូរស័ព្ទមួយយើងបង្កើតបាន3ទៅ4 account បងប្អូនតែយើងបង្កើតក្នុងពេលតែមួយអត់កើតទេណាបងប្អូនអូខេឥឡូវខ្ញុំដាក់លេខទូរស័ព្ទចូលហើយខ្ញុំចុច next តទៀតដល់កន្លែងនេះខ្ញុំដាក់ password អញ្ចឹងបងប្អូនដាក់ password អ្វីដែលបងប្អូនស្រឡាញ់ឥឡូវខ្ញុំដាក់ password របស់ខ្ញុំចូលសម្រាប់ password បងប្អូនទាំងអស់គ្នាដាក់ជាអក្សរលេខសញ្ញាបន្តិចទៅណាបងប្អូនហើយដាក់ចំណាំផងបងប្អូនព្រោះហ្នឹងតែខុសតែមួយខ្ទង់គឺវាយអត់ចូលទេបងប្អូនពេលយើងបំពេញហើយយើងចុច next តមកដល់ចំណុចនេះយើង save មកដល់ចំណុចនេះយើងយក I agree យើង slow បន្តិចបងប្អូនយើងអូខេឥឡូវគឺលេខកូដគឺវា load ឲ្យហើយនេះបងប្អូន81158ដល់កន្លែងនេះយើងយក allo មកនេះលេខកូដដែលវាផ្ញើមកមិញបងប្អូននេះអញ្ចឹងយើងវាយចូលលេខកូដហ្នឹងគឺយើងដាក់លេខទូរស័ព្ទមិញហ្នឹងពេលយើងដាក់លេខទូរស័ព្ទទៅយើងចុច next ទៅវាផ្ញើលេខកូដមកហើយបន្ទាប់មកយើងចុច next យើងវាយលេខកូដហើយយើងចុច next ទៅទៀតអូខេនេះបងប្អូនគឺការបង្កើត account Facebook របស់ខ្ញុំគឺទទួលបានជោគជ័យហើយបងប្អូនគឺបង្កើតបាន 100% តែម្ដងអញ្ចឹងវីដេអូរបៀបនៃការបង្កើត account Facebook របស់ខ្ញុំគឺមានតែប៉ុណ្ណឹងបងប្អូនហើយវីដេអូក្រោយខ្ញុំនឹងចេញវីដេអូរបៀបនៃការរៀបចំ bio និងរៀបចំ account ធ្វើយ៉ាងម៉េចឲ្យត្រូវស្តង់ដាររបស់ Facebook
ព្រោះងាយស្រួលក្នុងការពេលយើងលេងតទៅមុខទៀត account យើងមានបងប្អូនយើងស្គាល់ច្រើនប៉ុន្តែវាជាប់បញ្ហាគឺយើងធ្វើអត់កើតទេលេងក៏អត់កើតធ្វើអីក៏អត់កើតអញ្ចឹងវាមកពីបញ្ហាខុសគោលការណ៍របស់ Facebook អញ្ចឹងនៅពេលណាដែលយើងរៀបចំបានត្រឹមត្រូវហើយ account របស់យើងមានបញ្ហាគឺយើងស្រួលក្នុងការស្នើសុំយកមកវិញអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនរបៀបនៃការបង្កើត account Facebook បងប្អូននឹងជួបគ្នានៅវីដេអូក្រោយរបៀបនៃការរៀបចំ account ព័ត៌មានរបស់ Facebook យើងធ្វើយ៉ាងម៉េចរៀបចំបែបម៉េចដើម្បីឲ្យ Facebook ហ្នឹងរឹងមាំយើងលេងទៅមានបងប្អូនយើងស្គាល់ច្រើនលេងយូរទៅបងប្អូនយើងស្គាល់ច្រើននៅពេលណាដែល account របស់បងប្អូនមានអ្នកស្គាល់ច្រើនហើយឧទាហរណ៍ account របស់បងប្អូនខូចឬក៏មានបញ្ហាអីយើងធ្វើអីក៏អត់កើតអាហ្នឹងគឺយើងបំពេញខុសលក្ខខណ្ឌរបស់ Facebook អញ្ចឹងនៅពេលណាដែលយើងរៀបចំត្រូវគោលការណ៍របស់ Facebook ហើយទោះមានបញ្ហាប៉ុណ្ណាក៏ដោយគឺយើងអាចដោះស្រាយបានទាំងអស់អញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងបងប្អូនអរគ្នាអរគុណបងប្អូនអរគ្នាជំរាបលា